តើនងច័ន្ទកើតពេលណាអីបានបង្ហាញទៅ UN តើខ្មែរយើងអាចជំទាស់បានទេវាអត់តាក់ទងទឹកដីកូនវាអត់តាក់ទងនឹងទឹកដីកុំច្រឡំណាកូនណាសំណួរល្អណាស្មៃហុលយោតើនងច័ន្ទកើតពេលណានងច័ន្ទកើតជាជំរុំបណ្ដោះអាសន្នហៅថាកកកុញគឺកើតតាំងតែពី79កើតតាំងតែពី79គេហៅថាការបណ្ដុំការបោះខ្ទមបង្ហាការចែកសម្ពត់ភ្លៀងវាកើតតាំងពី79ណាដល់វាមានជំរុំចាប់ដើមរូបរាងហើយមានតបដាក់នៅទីនោះក្បែរនោះតបខ្មែរដែលជាតបរបស់រណសេតស៊ូណាវាកើតចាប់ពី81មកតែវាជាកំណក៏កើតដំបូងនៅនងច័ន្ទវាកើតពី79ក្រោយមករា79វាកើតមកហើយតើការកកើតកកកុញខ្មែរនៅម្ដងនោះវានៅលើទឹកដីថៃឬចម្លើយឆ្លើយថាអត់ទេវាមិនបាននៅលើទឹកដីរបស់ថៃទេណាស្មីចុះទឹកដីនោះជាទឹកដីរបស់អ្នកណាទឹកដីនោះគឺជាទឹកដីខ្មែរដែលគ្មានតបសៀមដាក់ខ្សែត្រៀមនៅទីនោះទេតបសៀមបានវត្តមាននៅទីនោះក្រោយពីមានកកកុញតាមព្រំដែនក្រោយវៀតណាមវាយចូលកម្ពុជា79ទើបបានកើតតបសៀមហើយតបសៀមនេះមិនដែលហ៊ានរុលមកខាងកើតទេព្រោះវាអត់ហ៊ានមកទេទើបបានវាមានខ្មែរនៅតែដោយសារអន្តរាគមនៃអង្គការអន្តរជាតិកាលណាចង់ឆ្លងមកដីខ្មែរត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរសៀមបើពុំនោះសោតទេជនបរទេសដែលមកចែកអំណោយចែកស្បៀងឲ្យជនភៀសខ្លួនខ្មែរមិនអាចចូលស្រុកសៀមវិញបានទេក៏ប៉ុន្តែសៀមអត់មានដាក់អបទិដ្ឋាការទេសៀមគ្រាន់តែទទួលស្គាល់ឲ្យជនបរទេសទៅនោះពាក់ស្លាកអង្គការតែប៉ុណ្្នឹងទេហើយគេប្រគល់កិច្ចការហ្នឹងទៅឲ្យហួរណាដែលជាមេបញ្ជាការតាមចំណុចមួយតាមព្រំដែននៃភូមិភាគ2និងភូមិភាគ1ហើយជនភៀសខ្លួនបន្តច្រើននៅភូមិភាគ1អត់នៅភូមិភាគ2ទេនៅខាងភូមិភាគ1គ្មានមូលហេតុអ្វីដែលសៀមអាចអះអាងថាជាដីរបស់សៀមបានទេរីឯអ្នកដែលទៅកកកុញនោះក៏អត់ដឹងអត់ឮទេមនុស្សរត់រហូតដល់ឆ្នាំ81 82 83 84កិច្ចសហប្រតិបត្តិការរវាងសៀមនិងអង្គការអន្តរជាតិក៏សៀមជាអ្នកដឹកទំនិញមកឲ្យដឹកស្បៀងមកឲ្យដែលអង្គការអន្តរជាតិអ្នកចេញលុយមិនមែនអាសៀមនឹងឲ្យទេគឺអង្គការអន្តរជាតិទិញវាតែវាអ្នកដឹកមកដឹកស្បៀងដឹកប្រេងដឹកអីមកដល់ដឹកសម្ភារៈមកដល់ពេលវាដឹកមកដើម្បីឲ្យដឹងកន្លែងទម្លាក់ជំនួយគឺសៀមហើយនឹងអង្គការអន្តរជាតិត្រូវ designate an area of supply drop តែហៅថាទីតាំងទម្លាក់ស្បៀងអាហារសម្ភារៈដោយត្រូវការបញ្ជាក់នេះទើបបានជាអង្គការអន្តរជាតិធ្វើការជាមួយខ្មែរនៅលើដីខ្មែរគឺខ្មែររណសេដាក់ឈ្មោះតំបន់មួយដូចជានងសមិទ្ធនងម៉ាក់មូននងច័ន្ទកុកឃ្យុងជាដើមណាហើយនៅពេលដែលដាក់ទៅវាចិត្តគ្នាពេកក៏គេចែកលេខឬក៏ចែកទឹកខាងជើងខាងត្បូងអីជាដើមតែមិនបានសេចក្តីថាទឹកដីនោះជារបស់សៀមនោះទេដូច្នេះរឿងទឹកដីវាអាស្រ័យទៅលើផែនទីហើយនឹងការធ្វើការងាររបស់ JBC កម្ពុជានិង JBC ថៃតាមបច្ចេកទេសនិងកិច្ចព្រមព្រៀងស្តីអំពីកិច្ចព្រមព្រៀង5ដំណាក់កាលរវាង JBC Thailand and Cambodia The 5 phases implementation plan by JBC Thai Cambodia states as follows Phase 1 agreement on reference points and existing boundary markers Both parties shall jointly confirm the location of agreed boundary markers and reference point forming the basis for the demarcation of each sector. This includes the identification and mutual recognition of permanent markers already accepted by both sides, as well as determination of the agreed boundary line to be surveyed. ដំណាក់កាលទី1អានេះសៀមវាព្រមណាដំណាក់កាលទី2 Phase 2 Preparation of the Technical Instruction Agreement TIA Both parties shall jointly prepare and adopt the Technical Instruction Agreement governing the implementation of field activities. The TIA shall specify survey methods, coordinate standards, mapping scales, technological tools such as GNSS, GPS, LiDAR, and aerial imagery and safety procedure for mine affected areas. ដំណាក់កាលទី2ដំណាក់កាលទី3 Phase 3 Joint survey of the boundary line and placement of temporary border markers. Joint technical team shall conduct field surveys along the agreed boundary line in accordance with TIA. Temporary border markers shall be installed at interval of approximately 50 to 100 meters depending on the terrain and environmental conditions. Aerial imagery and GNSS measurements shall be used to verify the line. ដំណាក់កាលទី3ដំណាក់កាលទី4 Phase 4
construction and installation of permanent boundary pillars upon completion and mutually acceptance of temporary markers. Both parties shall proceed with the construction and installation of permanent boundary pillars at the agreed positions. Each pillar shall be surveyed, jointly inspected, assigned a pillar number, and documented in accordance with the JBC protocol. ដំណាក់កាលទី4និយាយដំណាក់កាលទី5 Phase 5 compilation, authentication and finalization of boundary maps. Both parties shall prepare the final boundary map package consisting of joint survey maps, GNSS coordinates for each pillar, technical description, supporting documents required under JBC framework. Final map package shall be authenticated by both parties and submitted to the respected governments for approval and deposit with relevant national authorities. 5 ដំណាក់កាលជាភាសាខ្មែរដំណាក់កាលទី1ការយល់ព្រមលើចំណុចលេខយោងនិងសសរបង្គោលខណ្ឌសីមាដែលមានស្រាប់ភាគីទាំងពីរត្រូវពិនិត្យបញ្ជាក់រួមគ្នានៅទីតាំងបង្គោលសីមានិងចំណុចលេខយោងដែលយល់ព្រមរួចសម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់ព្រំដែនតាមវិធានការរបស់ JBC ការងារនេះរួមមានការទទួលស្គាល់រួមគ្នាថៃកម្ពុជាលើបង្គោលព្រំដែនមានស្រាប់និងការកំណត់ខ្សែព្រំដែនដែលត្រូវស្ទង់វាស់មើលជាក់លាក់ក្នុងទីចន្លោះពីបង្គោលមួយទៅបង្គោលមួយដំណាក់កាលទី1ដំណាក់កាលទី2ការរៀបចំនិងអនុម័តលើកិច្ចព្រមព្រៀងបច្ចេកទេសណែនាំភាគីទាំងពីរត្រូវរួមគ្នារៀបចំនិងអនុម័តលើកិច្ចព្រមព្រៀង TIA ដែលកំណត់នៅវិធីសាស្ត្រស្ទង់មេរៀនបច្ចេកទេសវាស់វែង Standard Coordinate សម្រាប់ផែនទីថាតើត្រូវព្រៀងផែនទីខ្នាតណា 50,000 ឬក៏ 5,000 ឲ្យវាច្បាស់ការប្រើប្រាស់បច្ចេកវិទ្យា LiDAR ជាដើមនិងរូបភាពពីលើអាកាសព្រមទាំងវិធានការសុវត្ថិភាពសម្រាប់តំបន់ដែលមានគ្រាប់មីនទៀតមកនេះតារៀនទៅតាដឹងបើចៅរៀនទៅចៅស្រឡាញ់សម្ដីតាបើចៅអត់រៀនតាចៅស្ដាប់អត់បានសម្ដីហ្នឹងទេណាតាមិនដឹងគ្រប់រឿងទេប៉ុន្តែដឹងច្រើនរឿងនឹងវាស់វែងហើយនឹងដាក់បង្គោលបន្តអាសន្នក្រុមបច្ចេកទេសរួមខ្មែរនិងសៀមកម្ពុជាថៃឡង់វាស់ស្ទង់ដោយប្រើឧបករណ៍វិទ្យាសាស្ត្រហៅថា GNSS ក្បាលត្មងដែលគេដោតហ្នឹងនឹងពិនិត្យផែនទីតាមខ្សែព្រំដែនដែលបានយល់ព្រមជាមួយគ្នាបង្គោលបន្តអាសន្នត្រូវបោះរួមគ្នាពីចន្លោះ50 ម៉ែត្រទៅ100 ម៉ែត្រអាស្រ័យលើភូមិសាស្ត្រនិងភាពស្មុគស្មាញក្នុងទីធ្លារូបភាពពីលើអាកាសតាមរូបថត drone ហើយនឹងតួលេខចង្អុលបង្ហាញតាម GNSS ត្រូវប្រើរួមគ្នាដើម្បីរកខ្សែព្រំដែនជាក់លាក់ដំណាក់កាលទី4ការសាងសង់និងបោះបង្គោលព្រំដែនអចិន្ត្រៃយ៍បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើបង្គោលព្រំដែនបន្តអាសន្នហើយភាគីទាំងពីរចាប់ផ្ដើមនិយាយអំពីបច្ចេកទេសនិងការព្រមព្រៀងថាតើបង្គោលព្រំដែនអចិន្ត្រៃយ៍មានរូបរាងដូចម្ដេចមានកម្ពស់ដូចម្ដេចមានប៉ុន្មានជ្រុងមានអក្សរដូចម្ដេចសាងសង់បង្គោលព្រំដែននឹងប្រើសារធាតុអ្វីបង្កប់ទៅក្នុងដីក្នុងជម្រៅប៉ុណ្ណាបង្គោលនោះមានដាក់អ្វីនៅក្នុងបង្គោលដែលជាឧបករណ៍បច្ចេកទេសខ្លះសពគ្រប់ដើម្បីនឹងបោះបង្គោលចុងក្រោយអចិន្ត្រៃយ៍សរសេរពីកំណត់វាស់វែងឲ្យច្បាស់លាស់បន្តទៅទៀតបញ្ជាក់លេខឲ្យត្រឹមត្រូវទាំងសងខាងកំណត់ត្រាតាមគម្រោងដែលព្រមព្រៀងពីដំណាក់កាលទី1មកដល់ទី4នេះដំណាក់កាលទី5ការតម្រៀបផ្គុំគ្នាប្រមូលឲ្យបានទៅជាកញ្ចក់មួយនៃផែនទីបច្ចេកទេសនិងសេចក្តីកំណត់ហេតុបច្ចេកទេសទាំងអស់ពីដំណាក់កាលទី1មកទី4ដើម្បីទទួលស្គាល់ជាផ្លូវការរវាងភាគីកម្ពុជានិងថៃឡង់រួមមានផែនទីរួមមានកូអ៊ីឌីណេនៃឧបករណ៍ GNSS រួមមានពិពណ៌នាបច្ចេកទេសរួមមានឯកសារបច្ចេកទេសឯកសាររចនាសម្ព័ន្ធឯកសារពិធីសារនិងឯកសារដែលចាត់ទុកថាជាចំណែកនៃកិច្ចការនេះកញ្ចក់ផែនទីនិងឯកសារនេះត្រូវយកមកអនុម័តដោយភាគីកម្ពុជានិងថៃហើយក្រោយអនុម័តហើយត្រូវព្រមព្រៀងហើយក៏ត្រូវតម្កល់ទុកភាគីរៀងខ្លួននៅឯកសារនេះហើយបញ្ជូនឯកសារនេះទៅគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថៃនិងកម្ពុជារដ្ឋាភិបាលថៃនិងកម្ពុជានេះបន្តខ្ញុំបញ្យល់នឹងអនុម័តលើកញ្ចប់រួចរាល់ហើយនេះហើយនឹងតែងតាំងក្រុមតាក់តែងសន្ធិសញ្ញាព្រំដែនកម្ពុជាថៃឡង់ដែលក្រុមតាក់តែងនេះក្រោយពីតាក់តែងហើយសេចក្តីព្រៀងត្រូវប្រគល់ដូរគ្នាដើម្បីមើលថាសន្ធិសញ្ញានឹងមានសេចក្តីថ្លែងជាភាសាប៉ុន្មានយ៉ាងសេចក្តីថ្លែងនោះព្រមព្រៀងតាមភាសាបច្ចេកទេសហើយឬនៅតើតម្លៃនៃភាសាខ្មែរនិងភាសាសៀមស្មើគ្នាទេតើតម្លៃភាសាសៀមនិងភាសាខ្មែរព្រមឬទេលើបម្រែភាសាបារាំងឬក៏បម្រែភាសាអង់គ្លេសក្រោយពីការថ្លឹងថ្លែងបានព្រមព្រៀងគ្នារួចរាល់ហើយកិច្ចតាក់តែងសន្ធិសញ្ញាត្រូវបញ្ចប់សន្ធិសញ្ញារងចាំកាលវេលាដែលតំណាងនៃរាជរដ្ឋាភិបាលទាំងពីរធ្វើពិធីចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនកម្ពុជាថៃឡង់នេះគឺកម្ពុជាត្រៀមលក្ខណៈធ្វើដូច្នេះខ្ញុំមិនមែនរដ្ឋាភិបាលទេតែខ្ញុំដឹង
ហើយបើខ្ញុំនិយាយខុសរដ្ឋាភិបាលកែខ្ញុំទៅអូខេ